បាទនេះគឺជាវីដេអូបដូរតំបន់ដែលភាគច្រើនបងប្អូនយើងនៅប្រទេសកូរ៉េទាំងអស់ហ្នឹង download កម្មវិធីនៅប្រទេសកូរ៉េអត់បានហ្នឹងដោយសារជាប់តំបន់នៅក្នុង App Store យើងត្រូវការ download កម្មវិធីនៅក្នុងប្រទេសកូរ៉េយ៉ាងអត់បានទេអញ្ចឹងទៅយើងត្រូវដូរតំបន់នេះគឺជាវីដេអូដូរតំបន់ពី Cambodia មកកូរ៉េខាងត្បូងអញ្ចឹងយើងមើលទាំងអស់គ្នាដំបូងឡើយយើងចូលក្នុង App Store នេះបាទចូលមកដល់កន្លែងហ្នឹងមកយើងចូលទៅ profile យើងនេះ profile ហុកមនុស្សហ្នឹងយើងចូលមកចូលមកដល់កន្លែងនេះយើងចូលទៅក្នុង account របស់យើង account របស់យើងនេះកន្លែងហ្នឹងយើងចុចចូលកន្លែងហ្នឹងមកបាទចូលមកដល់យើងត្រូវដូរកន្លែង country នេះដែលវាជាប់ថា Cambodia នេះបើកាលណាជាប់នៅអញ្ចឹងវា download កម្មវិធីដែលនៅក្នុងប្រទេសកូរ៉េអីអត់បានទេអញ្ចឹងយើងតដូរកន្លែងហ្នឹងយើងចុចចូលកន្លែងហ្នឹងមកបន្ទាប់មកដល់កន្លែងហ្នឹងយើង search យើងចុចកន្លែងខាងក្រោមនេះយើងអូសរកប្រទេសកូរ៉េក៏បានដែរតែយើងចុចអញ្ចេះលឿនអញ្ចឹងយើងចូលកន្លែងហ្នឹងមកយើងសរសេរអក្សរ K ចុចអក្សរ K មួយនេះ K នេះបាទហើយ O បាទនេះតែប៉ុណ្្នេះចាញ់នេះឃើញកូរ៉េ Republic យើងចុចយកអាពាក្យហ្នឹងមកអូខេបន្ទាប់មកយើងចុច continue ហើយចុច continue ហើយយើងយក agree នេះខាងលើនេះបន្ទាប់មកដល់កន្លែងនេះយើងយកអាក្រោមគេនេះអាកន្លែងសញ្ញាគ្រីសហ្នឹងមកគ្រីសកន្លែងពាក្យថាណាន់យើងគ្រីសយកកន្លែងហ្នឹងមកហើយបន្ទាប់មកដល់កន្លែងពាក្យថា street ហ្នឹងយើងដាក់ទីក្រុងរបស់ប្រទេសកូរ៉េគឺសេអ៊ូលសរសេរតាមខ្ញុំមកមួយមកបើអត់តាន់ស្កប់វីដេអូមើលមួយក៏បានដែរបាទសរសេរអញ្ចឹងមកហើយបន្ទាប់មកយើងយក city ក៏សរសេរសេអ៊ូលដែរសេអ៊ូលបន្ទាប់មកយើងយករើសតំបន់រើសខេត្តអញ្ចឹងយើងយកខេត្តណាយើងយកខេត្តណាក៏បានដែរយកប៊ូសាន់ខេត្តណាក៏បានដែរអាហ្នឹងអត់អីដើម្បីគ្រាន់តែយើងដូរដើម្បី download កម្មវិធីហ្នឹងហើយសំខាន់គឺ postcode ហ្នឹងអូខេ postcode គឺដាក់លេខ postcode របស់ប្រទេសកូរ៉េគឺ0103ដើមបន្ទាប់មកយើងដាក់លេខទូរស័ព្ទប្រទេសកូរ៉េគឺអានេះខាងមុខនេះគឺក្បាលរបស់វាលេខក្បាលវាលេខកូដប្រទេសគឺ82ប្រទេសកូរ៉េបន្ទាប់មកដាក់លេខទូរស័ព្ទយើងដែលលេខទូរស័ព្ទយើងប្រើនៅកូរ៉េដែលយើងមកដល់កូរ៉េយើងដែលលេខយើងកំពុងប្រើហ្នឹងយើងដាក់លេខមកដាក់ត្រឹមពី0 10មកយើងដាក់10កូដអញ្ចឹងខ្ញុំដាក់លេខខ្ញុំ74 25 12 22អូខេប៉ុណ្ណឹងមកយើងដាក់លេខទូរស័ព្ទប៉ុណ្ណឹងមកហើយយើងគ្រីសនេះគ្រីសយកកន្លែងនេះគ្រីសមកអូខេហើយយើងចុចយកខាងលើនេះដាននេះចុចដានហ្នឹងមកអូខេរួចរាល់ឃើញអត់អាកន្លែងនេះវាលោតទៅកូរ៉េ pop click វិញហើយឃើញអត់អញ្ចឹងរួចហើយប៉ុណ្ណឹងអញ្ចឹងយើង search មកកម្មវិធីនៅប្រទេសកូរ៉េដែលយើងចង់ download ធម្មតាមកពីខ្មែរបើសិនជាអត់ទាន់ដូរទេ download កម្មវិធីនៅកូរ៉េអត់បានទេកម្មវិធីមួយចំនួនត្រូវការដាក់តំបន់វាអញ្ចឹងបាន download បានអូខេដូចជាកម្មវិធី Home Taxi អូខេ
ប៉ុណ្ណឹងអញ្ចឹងវីដេអូមានតែប៉ុណ្ណឹងរួចរាល់ហើយបើសិនជាមើលអត់ទាន់ស្កប់វីដេអូមួយមើលសារថ្មីបានអរគុណ